សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះវង្សធាអញ្ចឹងបច្ចុប្បន្នខ្ញុំជា Operation Manager នៅបងលុយ Payment ហើយមុននឹងធ្វើជាបងលុយ Payment Manager Operation Manager បងក៏មាន startup មួយពីរដែរហើយក៏បងរៀនសូត្របានច្រើនពីវាដែរអត់ជោគជ័យទេប៉ុន្តែ at the end of the day it's about learning អញ្ចឹងថ្ងៃនេះប្រធានបទដែលបងនឹង cover គឺតាក់ទងជាមួយនឹងwhy chasing returns can cost you more បកប្រែជាភាសាខ្មែរបើសិនជាយើងស្រឡឹងមើលថាបើយើងតាមចាប់យករង្វាន់reward លុយកាក់ហេតុអីវានឹងធ្វើយើងខាតបង់ច្រើនជាងខាតបង់ច្រើនអូខេអឺសូមមើលនេះសិននេះគឺជារឿងដែលកើតឡើងច្រើននៅក្នុងសង្គមរបស់យើងអឺពេលដែលយើងភ្ញាក់ឡើងទ្វារមានពីរទីមួយអានេះទ្វារទៅរកភាពជោគជ័យដែលមានគ្រូបរៀនគាត់ប្រាប់ថាចុះឈ្មោះបងលុយ$100ឬក៏$200បងអាចរកវិញបានប្រហែលជា$1000ឬក៏$2000នៅក្នុងរយៈពេល1ខែហើយនេះគឺជាថ្នាក់សកលរបស់យើងដែលយើងត្រូវចូលទៅរៀនជាទូទៅរឿងហ្នឹងបានកើតឡើងមកលើបងកាលពី10ឆ្នាំមុននៅពេលដែលបងរៀនចប់ទី12អឺពេលហ្នឹងបងចង់រកការងារប៉ុន្តែការងារពិបាករកមែនតើហើយបងឃើញមានឱកាសមួយនៅលើអ៊ីនធឺណិតដែលថាបងទៅរៀនអង់គ្លេសទៅគ្រាន់តែរៀនបងរៀនសាលាអង់គ្លេសទៅហើយនាំមិត្តភ័ក្តិឲ្យទៅរៀនដែរបងឯងមានឱកាសរកបាន$100ឬក៏$200បងចូលរៀនប៉ុន្តែសាលាអង់គ្លេសហ្នឹងគឺរៀនអត់ចាក់អីទាំងអស់អង់គ្លេសគ្រូបរៀនហ្នឹងគឺអន់ជាងអង់គ្លេសដែលបងដឹងទៀតហើយពេលហ្នឹងបានបងដឹងថាបងត្រូវបានគេចាញ់បោកហើយត្រូវបានគេបោកបាទហើយអង់គ្លេសក៏រៀនអត់ចាស់ហើយបងគាត់ហ៊ានណែនាំមិត្តភក្តិបងទៅរៀននៅសាលាហ្នឹងដែរព្រោះអីបងខ្លាចមិត្តភក្តិបងដៀលបងមកដល់ឥឡូវវិធីសាស្ត្របោកប្រាស់បែបហ្នឹងវាមានច្រើនទម្រង់ទៀតយើងឃើញតែល្អពីខាងក្រៅប៉ុន្តែខាងក្នុងគឺអត់មានអីទាំងអស់អានេះគឺជាអីដែលបងអាសាឃើញច្រើននៅលើអ៊ីនធឺណិតនៅពេលបើកមករបៀបថាអូអាទិត្យនេះរកបាន$500 $1000អាចជា trading អាចជា future trading មានគេបង្កើតជា content MMO ដែលប្រហែលជាពួកឯងឃើញច្រើនហើយមួយអាទិត្យអាចរកបានអ្នកខ្លះបានដល់$10000ក៏មានដែរមានច្រើនទៀតដូចជាលក់លេឬក៏លក់ course ថ្ងៃនេះបងចង់សង្កត់ធ្ងន់ថាអ្វីដែលកំពុងកើតឡើងទាំងអស់ហ្នឹងវាគ្រាន់តែជា noise ទេការបង្កើតលុយលឿនវាជាការdistract ជាការបំបែកអារម្មណ៍របស់យើងអត់ឲ្យផ្ដោតសំខាន់លើអីដែលជាសកម្មភាពជាក់ស្ដែងអីដែលជាជីវិតពិតជីវិតពិតគឺអីទៅរៀនសូត្រខំធ្វើការអាហ្នឹងគឺជាជីវិតពិតបាទអូខេរៀង performance បន្តិចប៉ុន្តែអានេះជា good example ដែលបងចង់លើកឡើងថាជំនួសឲ្យការ chase return តែយើងអាចរស់នៅបានដោយរបៀបណាដើម្បីមានជីវិតមួយដែលសមរម្យ stay discipline ដោយ Mr. Yoshi គាត់បានណែនាំយើងពីដើមអញ្ចឹងstay discipline ខំរៀនខំធ្វើការបងមានយុទ្ធសាស្ត្រចំនួន5ដើម្បីចែកម្លែកជំនួសឲ្យការ chase money ទី1focus ក្នុងការរៀនសូត្រក្រៅពីរៀនសកលអាចរៀនអី skill បន្ថែមទៅអាចពី topic ឬក៏អាច skill មួយថ្ងៃចំណាយពេលទៅ30នាទីទេ build something បង្កើតអ្វីមួយយ៉ាងព្រោះរៀនមួយមុខយើងអត់ចេះអីច្រើនទេសំខាន់យើងត្រូវបង្កើតអាចសរសេរជា content អាចបង្កើតជា software ឬក៏អាចវាយជា blog ឬក៏បង្កើតជាវីដេអូបង្កើតអីក៏បានឲ្យតែបង្កើតមួយអាទិត្យបង្កើតម្ដងអាហ្នឹងយើង reflect ថាក្នុងមួយសប្តាហ៍ហ្នឹងយើងរៀនបានអីគេខ្លះបន្ថែមទៀតnetwork again ដូចបទពិសោធន៍ Mr. Yoshi ហើយបទពិសោធន៍មកដូចគ្នាដែរយើងរស់នៅក្នុងសង្គមវាចាំបាច់មែនតើបើសិនចាំបាច់មែនតើសម្រាប់យើងក្នុងការមានតំណែងដើម្បីរៀនពីគ្នាឬក៏អាចធ្វើការជាមួយគ្នាដើម្បីសម្រេចអីបានគោលដៅធំចុងក្រោយគេមានភាពអត់ធ្មត់ជីវិតនេះយើងមានពេលរស់នៅច្រើនឆ្នាំទៀតបាទមិនមែនថា10ឆ្នាំ20ឆ្នាំចប់ទេអញ្ចឹងត្រូវមានភាពអត់ធ្មត់ជឿជាក់លើខ្លួនឯងនៅពេលយើងខំរៀនអឺ reflect build something network នៅក្នុងរយៈពេល10-20ឆ្នាំទៀតគឺអត់ហួសពេលទេអត់យូរដល់ប៉ុណ្ណឹងឯងមកជឿថា5ឆ្នាំទៀតបងប្អូនគ្នាអាចនឹងមានជីវិតមួយសមរម្យនិងសាមញ្ញបាទតកតងជាមួយនឹងហានិភ័យអឺមេរៀនថ្ងៃនេះអត់ចង់ឲ្យបងប្អូនគ្នាផ្ដោតសំខាន់ថាបើសិនជាឃើញអីមួយអត់តំណងគឺដើរចេញទេប៉ុន្តែយើងត្រូវចេះវិភាគមើលថាតើអីដែលយើងចង់ធ្វើហ្នឹងវាមានហានិភ័យកម្រិតណាបងផ្ដោតសំខាន់ទៅលើចំណុចពីរនេះទេអាពីរនេះចាំពេល panel discussion យើងអាច discuss បានមានហានិភ័យពីរដែលយើងគួរtake វាទីមួយ asymmetric upside មានន័យថាបើសិនជាយើងចាយបន្តិចប៉ុន្តែបើសិនជាវាជោគជ័យយើងអាចឈ្នះបានច្រើនអានេះមិនមែនលេងលូតូឬក៏ចាក់ឆ្នោតទេណាហើយដំបូងសំខាន់ចង់ផ្ដោតសំខាន់នេះថាបើសិនជាយើងចំណាយពេលវេលាតែបន្តិចក្នុងការរៀន course អីបន្ថែមឧទាហរណ៍ថា
យើងកំពុងរៀនផ្នែក accounting ប៉ុន្តែយើងចំណាយលើបន្ថែមលើរៀន coding ឬ graphic design បើសិនជាយើងចាស់ទៅskill ហ្នឹងវាអាចជួយយើងរកលុយបានច្រើនជាងមុនឬក៏អាចធ្វើអីលើសពីpeer ដែលគាត់រៀនជាមួយយើងទី2 reputational risk risk នេះបើសិនជាយើងបរាជ័យយើងខ្មាស់គេបន្តិចអាចខ្មាស់ខ្លួនឯងអាចខ្វះគ្រួសារឬអាចខ្វះមិត្តភក្តិប៉ុន្តែបើសិនជាជោគជ័យទៅ reward វាធំជាឧទាហរណ៍បើសិនជាយើងចាប់ផ្ដើមអាជីវកម្មមួយខ្លួនឯងមិនថាលក់ម៉ាត់ឆាឬក៏ដូចជាបងបើក start up មួយអញ្ចឹងបើក company អញ្ចឹងបើសិនជាបរាជ័យវារៀងខ្មាស់គេបន្តិច reputation ប៉ុន្តែបងរៀនបានច្រើនមែនតើហើយអា skill ទាំងអស់ហ្នឹងវាអាចជួយបងឲ្យជោគជ័យនៅថ្ងៃមុខទៀតបានបាទអឺមាន red flag មួយចំនួនដែលទាំងអស់គ្នាអាចរៀនបានដែលបើសិនជាឃើញឱកាសហ្នឹងហើយគិតថាវាធ្លាក់ទៅក្នុងចំណុចទាំង6នេះ is a red flag ដែលទាំងអស់គ្នាគួរដកឃ្លានតិចទី1 guaranteed return បើសិនជា investment ហ្នឹងគេថាមួយខែអាចរកបាន10 5 10% it's a red flag ព្រោះធម្មតាលុយវាមិនអាចស្រួលរកចឹងឯងបានអត់ត្រូវអត់ទី2 aggressive agency របៀបថាថ្នាក់នេះបិទក្រុមយប់នឹងឬក៏ឱកាសរកស៊ីនឹងយកតែម្នាក់ពីរនាក់ទៀតទេអាហ្នឹងក៏ជា red flag ដែរទី3 unclear business model បងប្អូននេះឆ្លាតទាំងអស់បើគេហៅរកស៊ីអីបើយើងសួរគេទៅគេបញ្យល់អត់ច្បាស់ទេអាហ្នឹង is a red flag ទី4 recruitment driven មានថារកសមាជិកបន្ថែមអាហ្នឹងបានអាចរកចំណូលអានេះយើងឃើញកើតមានច្រើនមែនតើនៅក្នុងសង្គមយើងអាហ្នឹងស្រីង pyramid scheme ដែលយើងអាច consider as a pyramid scheme ទី5 hype over system ជលវាថាអ្នកខ្លះឃើញគេថតឡានលយមែនទេវិឡាមានអីដើម្បីតាក់ទាញទំនុកចិត្តរបស់យើងជំនួសឲ្យបញ្យល់ថា business ហ្នឹងឬក៏អាជីវកម្មហ្នឹងឬក៏ឱកាសហ្នឹងវាមិនបានរកលុយបានអាហ្នឹងទាំងអស់គ្នាអាចឃើញក៏ច្រើនដែរនៅលើអ៊ីនធឺណិតឥឡូវទី6ចុងក្រោយហ្នឹងពិបាកដកលុយឱកាសច្រើនមែនតើដែលអឺយើងមើលឃើញតំណងប៉ុន្តែបើពេលយើងសួរថាបើសិនជាខ្ញុំជោគជ័យរកលុយបាន return ហ្នឹងតើដកអាម៉េចវាអត់ច្បាស់លាស់អូខេបញ្ចប់ចុងបញ្ចប់នៃ presentation បងចង់ឲ្យទាំងអស់គ្នាសម្លឹងមើលខ្លួនឯងថាទាំងអស់គ្នាសឹមចាប់ផ្ដើមទេអ្នកខ្លះប្រហែលជាឆ្នាំទី1ទី2ទី3អញ្ចឹងហើយដែលយើងត្រូវចាប់ផ្ដើមហើយនេះជាបទពិសោធន៍របស់បងជាក់ស្ដែងដែរនៅពេលដែលបងរៀនសកលដំបូងនៅក្នុងឆ្នាំទី4អីដែលបងធ្វើនេះគឺបង explore បងទៅចុះ volunteer បងធ្វើ project ហើយបង explore ច្រើនមែនតើរៀននៅសកលគឺអត់គ្រប់គ្រាន់ទេហេតុហ្នឹងវាជួយឲ្យបងយល់ពីបញ្ហានៅក្នុងសង្គមជាក់ស្ដែងយល់ពីមនុស្សច្រើនឆ្នាំទី2នៅពេលដែលបងរៀនចប់បងផ្ដោតសំខាន់លើការងាររបស់បងការងារបង choose តាក់ទងជាមួយនឹងtechnology ច្រើនពួកអីបងចូលចិត្តនៅក្នុងវិស័យហ្នឹងហើយបងទៅ deep មែនតើបងយល់មនុស្សច្រើនបងយល់ system បងយល់ពី solution ច្រើនមែនតើហើយនៅឆ្នាំទី3បន្ទាប់ពីបងយល់ច្រើនហើយបងចាប់ផ្ដើមសាក់លបងបង្កើតអីខ្លួនឯងជា project ជា start up ហើយដោយសារតែបងមាន network ច្រើនបងអាច leverage អញ្ចឹងវាជួយឲ្យបងជាមនុស្សមួយដែលដើររៀងហួសពីគ្រូជោគជ័យទូទៅដែលពួកគាត់ប្រហែលជាកំពុងរវល់បោកលុយគេទេប៉ុន្តែបងផ្ដោតសំខាន់លើខ្លួនឯងហើយបង building value សម្រាប់សង្គម society ហើយសំខាន់បំផុតដែលជាមេរៀនបងរៀនបានគឺ always character នៅក្នុងប្រទេសកម្ពុជាយើង network តូចមែនតើSo វាសំខាន់មែនតើយើងរស់នៅក្នុងសង្គមធ្វើម៉េចឲ្យមនុស្សទុកចិត្តយើងធ្វើជាមនុស្សល្អតើណាមកណាទៅមុខទៅទោះអាជីវកម្មបរាជ័យឬក៏យើងបាត់បង់ការងារមួយយើងអត់ខ្វះឱកាសទៅថ្ងៃមុខអីអញ្ចឹងជារួមអនៅក្នុងបញ្ចប់នៃ presentation បងកុំសួរខ្លួនឯងថា3ឆ្នាំទៀតពួកយើងទៅណាប៉ុន្តែសួរខ្លួនឯងថាថ្ងៃនេះខ្ញុំល្អជាងម្សិលមិញនៅផ្លូវទៅថ្ងៃមុខបើសិនជាយើងកំណត់គោលដៅ again ដូច Mr. Yoshi បញ្ជាក់ប្រាប់អញ្ចឹងបើសិនយើងកំណត់គោលដៅច្បាស់លាស់ហើយយើងមាន system ប្រកាសថាយើង always check on ourselves ហើយយើងប្រកាសថាយើងល្អជាងខ្លួនឯងម្សិលមិញយើងនឹងដល់គោលដៅនឹងដូចគ្នាហើយកុំ get distract by this quick money scheme បាទអរគុណ